ជារយៈពេលសំខាន់មួយក្រោយពីសម័យអង្គររំចុះជុំវិញឆ្នាំ1528ស្ដេចញីឈរអេងឆេណែបានបដូរទីរួមគោទៅលង្វែកដែលស្ថិតនៅខេត្តកំពង់ឆ្នាំងសព្វថ្ងៃការជ្រើសរើសទីនេះព្រោះមានទីធ្លាសហុយស្រែដីល្អនិងងាយការពារការវាយប្រហារពីសៀមក្នុងសម័យនេះកម្ពុជាបានព្យាយាមមកសាងរដ្ឋាភិបាលឡើងវិញកងទ័ពត្រូវបានពង្រឹងកំពែងនានាត្រូវបានកសាងឡើងវិញនិងប្រព័ន្ធរដ្ឋបាលត្រូវបានរៀបចំឡើងយ៉ាងរឹងមាំកសិកម្មនិងពាណិជ្ជកម្មមានការរីកចម្រើនពិសេសជាមួយចិនជប៉ុននិងពួកអឺរ៉ុបដូចជាព័រទុយហ្គលនិងស្បេនបរទេសជាច្រើនបានកត់ត្រាភាពរីកចម្រើននៃវប្បធម៌និងពុទ្ធសាសនានៅលង្វែកក្រោយស្ដេចញីឈរមកដល់រជ្ជកាលព្រះបរមរាជាឯកម្ពុជាបានមានអំណាចយោធានិងនយោបាយកើនឡើងវិញដល់ថ្នាក់អាចជួយសៀមក្នុងការប្រយុទ្ធប្រឆាំងសត្រូវក្រៅទោះជាយ៉ាងណាបញ្ហាការប្រកួតប្រជែងអំណាចខាងក្នុងនិងសេដ្ឋកិច្ចមិនមានស្ថិរភាពបានបណ្ដាលឲ្យលង្វែកចាប់ផ្ដើមចុះខ្សោយឆ្នាំ1594សៀមអេហ្សេបានវាយលុកអង្គរលង្វែកនេះបានធ្វើឲ្យទីរួមគោត្រូវបោះបង់ហើយកម្ពុជានៅក្រោយមកត្រូវបដូរទីរួមទៅឧដុង្គការធ្លាក់លង្វែកនេះបានជាការបញ្ចប់រយៈពេលមួយដែលកម្ពុជាបានព្យាយាមឈានចេញពីសម័យអង្គររំចុះនិងបង្កើតថាមពលជាតិសាសន៍ជាថ្មីសរុបមកសម័យលង្វែកគឺជារយៈពេលដែលកម្ពុជាបានកសាងឡើងវិញការពារជាតិកែម្អវប្បធម៌និងធ្វើពាណិជ្ជកម្មយ៉ាងច្រើនមុនពេលបាត់បង់ឥទ្ធិពលដោយសារសង្គ្រាមជាមួយសៀម